អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែសិរមាន់ដើមសិរមាន់មានរូបរាងស្រដៀងទៅនឹងផ្លែគូលែនតែមានសាច់ជូរគ្រាប់មានជាតិពុលមិនអាចបរិភោគបានសិរមាន់ជាប្រភេទដើមឈើខ្នាតមធ្យមមានកម្ពស់ប្រហែល10ទៅ20ម៉ែត្រមានសម្បករលោងពណ៌ត្នោតខ្មៅសម្បកក្រាស់ស្លឹកមានពណ៌បៃតងដុះតម្រៀបឆ្លាស់គ្នាជាបាច់នៅក្នុងមួយបាច់ស្លឹកមានប្រហែលជា20ទៅ30សង់ទីម៉ែត្រផ្លែសិរមាន់ជាផ្លែឈើដែលមានការពេញនិយមមួយក្នុងស្រុកព្រោះវាមានរសជាតិជូរដែលជាទីពេញនិយមសម្រាប់ស្ត្រីដែលចូលចិត្តបរិភោគផ្លែឈើជូរនៅប្រទេសកម្ពុជាមានសម្បូរនៅក្នុងខេត្តសៀមរាបចំណែកនៅតាមខេត្តដទៃមានដុះតិចតួចព្រោះមិនមែនជាខេត្តទេសចរទើបមិនសូវមានអ្នកដាំប៉ុន្តែអ្នកដែលធ្លាប់តែបរិភោគដឹងទេថាផ្លែឈើដ៏កម្រមួយនេះមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាពទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែសិរមាន់ផ្លែសិរមាន់ជួយផ្ដល់សំណើមដល់បំពង់កវាជួយរំញោចប្រព័ន្ធភាពស៊ាំជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងបង្កើនថាមពលក្នុងរាងកាយផ្លែសិរមាន់ជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមដូច្នេះវាស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្លែសិរមាន់ក៏មានតួនាទីជួយបំបាត់រោគស្ត្រេសបន្ធូរភាពតានតឹងផងដែរលើសពីនេះផ្លែសិរមាន់ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផ្លែសិរមាន់ក៏ប្រើជាថ្នាំបញ្ចុះលាមកវាជួយប្រឆាំងនឹងជំងឺផ្ដាសាយនិងមេរោគគ្រុនផ្ដាសាយបានផងដែរ